ជំងឺមហារីកកំពុងតែវាយលុកខ្លាំងមែនទែនទៅលើរាងកាយក៏ដូចជាសុខភាពរបស់មនុស្សនាពេលបច្ចុប្បន្នថ្ងៃនេះបងប្អូនមកដឹងពីចំណាត់ថ្នាក់ចំណីអាហារទាំង5ដែលបងប្អូនញ៉ាំញឹកញាប់វាបង្កឲ្យបងប្អូនចាប់ផ្ដើមបង្កទៅជាមានបញ្ហាកោសិកាមហារីកកើតឡើងបងប្អូនកុំអស់រំលងវីដេអូមួយហ្នឹងស្ដាប់ឲ្យដល់ចំណាត់ថ្នាក់ទី5ទាំងអស់គ្នាថាតើនៅក្នុងប្រភពឬក៏ចំណីអាហារទាំងអស់ហ្នឹងមានប្រភេទណាខ្លះដែលបងប្អូនគួរជៀសវាងកុំទទួលទាននៅប្រភេទអាហារទាំងអស់ហ្នឹងញឹកញាប់ពេកចំណាត់ថ្នាក់ទី1គឺបានទៅលើប្រភេទអាហារឬក៏សាច់កែច្នៃបងប្អូននឹងឲ្យមនុស្សយើងតែកណាយើងទទួលទាននៅប្រភេទអាហារឬក៏សាច់កែច្នៃច្រើនមានឱកាសខ្ពស់មែនទែនដែលបង្កឲ្យបងប្អូនចាប់ផ្ដើមមានកោសិកាមហារីកកើតឡើងនៅក្នុងប្រភេទអាហារកែច្នៃឬក៏សាច់កែច្នៃបងប្អូននឹងឲ្យគឺជាប្រភេទអាហារឬក៏សាច់ដែលរក្សាគុណភាពទុកបានយូរដែលអត់ងាយខូចហើយនៅក្នុងនោះគឺវាសម្បូរទៅដោយខ្លាញ់អាក្រក់វាសម្បូរទៅដោយជាតិសូដ្យូមជាតិអំបិលឬក៏គេហៅថាប្រភេទគីមីដែលបង្កឲ្យបងប្អូនញ៉ាំចូលរាងកាយវាប្រឈមជាមួយនឹងបញ្ហាសុខភាពនៅថ្ងៃខាងមុខដែលដឹងខ្លួនចំណាត់ថ្នាក់ទី2គឺបានទៅលើចំណីអាហារជៀនឆាបំពងដែលប្រើខ្លាញ់ច្រើនដងបងប្អូននឹងហើយជំងឺមហារីកឬក៏ប្រភេទកោសិកាមហារីកចូលចិត្តចំណីអាហារជៀនឆាបំពងនឹងខ្លាំងមែនតើជាពិសេសអាហារឬក៏ចំណីដែលប្រើខ្លាញ់ច្រើនដងហើយបានផ្លាស់ប្ដូរនឹងឯងបងប្អូនគួរជៀសវាងកុំទទួលទាននៅប្រភេទអាហារទាំងអស់ហ្នឹងញឹកញាប់ពេកព្រោះវាបង្កឲ្យបងប្អូនមានឱកាសខ្ពស់ទៅលើការដែលយើងមានបញ្ហាកោសិកាមហារីកកើតឡើងទៅលើរាងកាយថ្នាក់ទី3គឺបានទៅលើភេសជ្ជៈគ្រឿងកំប៉ុងឬក៏អាហារដែលមានរសជាតិផ្អែមដិតខ្លាំងបុគ្គលដែលចូលចិត្តទទួលទាននៅប្រភេទអាហារឬក៏ភេសជ្ជៈគ្រឿងកំប៉ុងរបស់ផ្អែមគឺមានឱកាសកើតខ្ពស់មែនតើប្រព័ន្ធជាមួយនឹងកោសិកាមហារីកនៅថ្ងៃខាងមុខហើយចំណាត់ថ្នាក់ទី4គឺបានទៅលើជាតិអាល់កុលនិងបុគ្គលដែលចូលចិត្តជក់បារីជាប្រចាំក៏ជាកត្តាមួយដែលនាំឲ្យបងប្អូននឹងបង្កទៅជាមានបញ្ហាកោសិកាមហារីកកើតឡើងនៅថ្ងៃខាងមុខដូចគ្នាគួរកាត់បន្ថយនិងគួរជៀសវាងកុំទទួលទានឬក៏ជក់បារីញឹកញាប់ពេកហើយចំណាត់ថ្នាក់ទី5ឬក៏ហៅថាកូនពៅគឺបានទៅលើចំណីអាហារវេចខ្ចប់ដោយប្រើថង់ប្លាស្ទិកឬក៏ជាតិជ័រដែលកំពុងតែនៅក្តៅបងប្អូនដែលកំពុងតែស្ដាប់វីដេអូនឹងដល់ចប់ទាំងអស់គ្នាកុំភ្លេចជួយ share ចែករំលែកវីដេអូនឹងម្នាក់មួយផងដើម្បីឲ្យបងប្អូនទាំងអស់គ្នាដឹងពីព័ត៌មាននឹងឬក៏ទទួលបាននូវចំណេះដឹងសុខភាពនឹងគ្រប់គ្នាផងដែរហើយជូនពរឲ្យបងប្អូនសុខសប្បាយសុខភាពល្អយូរវែងគ្រប់ក្រុមគ្រួសារផងដែរហើយសូមបើកវត្តកញ្ចក់បន្តិចនៅក្នុងវីដេអូនេះសូមបញ្ជាក់ប្រាប់បងប្អូនហើយមិនមែនថាអត់ឲ្យបងប្អូនញ៉ាំឬក៏ទទួលទាននៅចំណីអាហារទាំងអស់នឹងទេសូម្បីតែរូបខ្ញុំបាទក៏ញ៉ាំឬក៏ទទួលទាននៅចំណីអាហារទាំងអស់នឹងដូចគ្នាប៉ុន្តែនៅក្នុងរូបភាពមួយគឺកាត់បន្ថយកុំឲ្យញឹកញាប់ពេកព្រោះតែកាលណាបងប្អូនញ៉ាំញឹកញាប់ឬក៏ច្រើនលើសលប់វាបង្កហានិភ័យទៅលើសុខភាពរាងកាយរបស់បងប្អូនទាំងអស់គ្នានៅថ្ងៃក្រោយផងដែរអរគុណ